អុកញ៉ាកែមុំភ្លេចកាបូបលុយឆាយកាមេរ៉ាឃើញមុខអ្នករើសបានលោកស្រីអុកញ៉ាកែមុំដែលជាពុទ្ធសាសនិកចូលចិត្តធ្វើបុណ្យដាក់ទានថ្មីនេះគឺកាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2025លោកស្រីបានភ្លេចកាបូបលុយនៅក្នុងបន្ទប់ទឹកនៃស្ថានីយ៍ប្រេងកាតិចស្កន់ខេត្តកំពង់ចាមលុះឆែកកាមេរ៉ាឃើញមុខអ្នករើសបានជាស្ត្រីម្នាក់ធ្វើឲ្យលោកស្រីត្រូវធ្វើដំណើរទៅដល់ខេត្តសៀមរាបដោយមិនមានលុយមួយរៀលតាមខ្លួនជាមួយគ្នានេះលោកស្រីបានផ្ញើសារទៅកាន់ស្ត្រីដែលជាអ្នករើសបានកាបូបរបស់លោកស្រីសូមយកមកប្រគល់ជូនលោកស្រីវិញផងព្រោះលោកស្រីបានស្គាល់មុខមាត់និងរថយន្តដែលស្ត្រីនោះជិះផងដែរលោកស្រីអុកញ៉ាកែមុំបានបង្ហោះរូបភាពកាបូបដែលលោកស្រីដែលបានបាត់នោះនិងរូបស្ត្រីដែលរើសបានកាបូបលោកស្រីរួមទាំងរថយន្តដែលស្ត្រីនោះជិះក្នុងទំព័របណ្ដាញសង្គម Facebook របស់លោកស្រីកាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2025ជាមួយសំណេរថាខ្ញុំសូមប្រកាសរកប្អូនស្រីដែលបានរើសកាបូបខ្ញុំនៅវេលាម៉ោង8:25នាទីថ្ងៃទី23ខែ6ឆ្នាំ2025ក្នុងបន្ទប់ទឹកស្ថានីយ៍ប្រេងកាតិចស្កន់ផ្លូវ 6A ខ្ញុំបានធ្វើដំណើរពីភ្នំពេញទៅទិសដៅសៀមរាបដើម្បីបើកវគ្គបណ្ដុះបណ្ដាលសមាធិព្រះធម៌ឬសមាធិចក្រានៅរសៀលថ្ងៃនេះពេលមកដល់ស្កន់ក៏ចូលប្រើបន្ទប់ទឹកខ្ញុំបានព្យួរកាបូបលុយទៅនឹងជញ្ជាំងពេលចេញមកក៏ចូលញ៉ាំអាហារពេលព្រឹកនៅក្នុងស្ថានីយ៍ប្រេងកាតិចស្កន់នេះពេលញ៉ាំរួចហើយគេគិតលុយទើបដឹងថាភ្លេចកាបូបលុយនៅក្នុងបន្ទប់ទឹកខ្ញុំរត់ទៅដល់បន្ទប់ទឹកក៏មិនឃើញដែរខ្ញុំសួរអ្នកអនាម័យគាត់ថាឃើញមនុស្សស្រីម្នាក់ជិះឡាន Ford ពណ៌សចូលតាមក្រោយខ្ញុំពេលគាត់ចូលឃើញស្ពាយកាបូបតែមួយទេតែពេលចេញមកវិញឃើញគាត់មានយួរកាបូបមួយទៀតគាត់ក៏ឆ្ងល់ថាហេតុអីទើបមានកាបូបដល់ទៅពីរតែដោយសារគាត់ជាអ្នកអនាម័យគាត់មិនហ៊ានសួរគេទេឥឡូវធ្វើដំណើរផ្លូវឆ្ងាយដល់សៀមរាបមិនមានលុយមួយរៀលតាមខ្លួនទេធ្វើម៉េចទៅសូមបងប្អូនជួយសៀដើម្បីដល់ប្អូនស្រីដែលបានរើកាបូបឲ្យគាត់តាក់ទងមកខ្ញុំវិញផងជុំវិញការប្រកាសរករើកាបូបរបស់លោកស្រីអុកញ៉ាកែវមុំខាងលើនេះក៏ត្រឹមម៉ោង4ថ្ងៃទី24ខែមិថុនាឆ្នាំ2025នៅមិនទាន់មានដំណឹងថាលោកស្រីអុកញ៉ាកែវមុំបានទទួលកាបូបដែលបាត់នោះត្រឡប់មកវិញឡើយ